Subaru Outback ស៊េរីឆ្នាំ2026កែប្រែទាំងរូបរាងនិងកម្រិតសមត្ថភាពបន្ទាប់ពីរយៈពេល30ឆ្នាំនៃការចេញលក់រថយន្ត Subaru Outback ចំនួនទី1របស់ខ្លួនពេលនេះក្រុមហ៊ុនជប៉ុនមួយនេះបានបង្ហាញរថយន្តស៊េរីឆ្នាំ2026ទទួលបានការកែប្រែទាំងស្រុងបំពាក់មកជាមួយសុវត្ថិភាពអាចបើកបរគ្រប់ស្ថានភាពផ្លូវ Subaru Outback ស៊េរីឆ្នាំ2026ជារថយន្តប្រើប្រាស់ប៉ង់2ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 2.4 លីត្រជំនួយដោយ Turbo Charge ទំហំ4ស៊ីឡាំងអាចផ្លិតកម្លាំងបាន260សេសនិងកម្លាំងរមុះ277 Newton ម៉ែត្រភ្ជាប់មកជាមួយប្រអប់ Lake Auto CVT តាមការរំពឹងទុករថយន្តនេះអាចស៊ីសាំងពីចន្លោះ 7.3 ទៅ 9 លីត្រក្នុង 100 គីឡូម៉ែត្រចំពោះបងប្អូនដែលមានតម្រូវការធ្វើការកម្សាន្តច្រើន Model Wilderness ស័ក្តិសមបំផុតដែលរថយន្តនេះរចនាមកមានរូបរាងហាប់ណែនអំណាចមានកម្ពស់ពីបាតដីប្រវែង 9.5 អ៊ីងបំពាក់មកជាមួយឧបករណ៍ការពារពេញតួរថយន្តបន្ថែមមកជាមួយបលាំងដាស់ការពារផ្នែកខាងមុខថាកង់ទំហំ 17 អ៊ីងលេងជាមួយសំបកកង់ All Terrain នៅមុខងារ X Mode ស័ក្តិសមបំផុតក្នុងការបើកបរក្នុងស្ថានភាពផ្លូវពិបាកអ្វីដែលមិនអាចខ្វះបាន Subaru Outback Wilderness ក៏បំពាក់មកជាមួយការដែកលើដំបូលសម្រាប់ផ្ទុកអីវ៉ាន់និងទំពក់សម្រាប់អូសសណ្ដោងនៅផ្នែកខាងក្រោយនៅផ្នែកខាងក្នុងរថយន្តនេះក៏បានបំពាក់មកជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មាន Digital ទំហំ 12.1 អ៊ីងនិងអេក្រង់កំសាន្តទំហំ 12.1 អ៊ីងភ្ជាប់មកជាមួយមុខងារ Apple CarPlay និង Android Auto បន្ថែមពីនេះរថយន្តនេះក៏បំពាក់មកជាមួយកៅអីស្បែកប្រភេទ Nappa Leather មានមុខងារកម្ដៅបន្ថែមមកជាមួយដំបូលកញ្ចក់ Panoramic នៅផ្នែកខាងក្រោយនៃរថយន្តនេះក៏បំពាក់មកជាមួយភ្លើង LED នៅកន្លែងដាក់អីវ៉ាន់និងភ្លើង LED នៅទ្វារខាងក្រោយវាផ្ដល់ភាពងាយស្រួលមែនទែននៅពេលដែលយើងរៀបចំទុកដាក់អីវ៉ាន់នៅពេលងងឹតរថយន្ត Subaru Outback ស៊េរីឆ្នាំ2026បំពាក់មកជាមួយមុខងារជំនួយដល់ការបើកបរនិងប្រព័ន្ធសុវត្ថិភាពដូចជាមុខងារ EyeSight ចំនួនចុងក្រោយរបស់ Subaru ដំណើរការដោយកាមេរ៉ាមុខចំនួន3និង Sensor Radar ផ្ដល់នូវទិដ្ឋភាពកាន់តែធំទូលាយនិងឆ្លើយតបបានកាន់តែល្អរួមទាំងការចាប់យកសកម្មភាពអ្នកថ្មើរជើងនិងអ្នកជិះកង់កាន់តែល្អប្រសើរជាងមុនមុខងារ Highway Hands Free Assist អនុញ្ញាតឲ្យអ្នកបើកបរមិនប្រើដៃនៅលើផ្លូវ Highway ក្នុងល្បឿនរហូតដល់85ម៉ៃក្នុង1ម៉ោងមុខងារ Emergency Stop Assist អាចបន្ថយល្បឿនរថយន្តដោយស្វ័យប្រវត្តិបើកភ្លើងអាសន្នបដូរកន្លងផ្លូវនិងទាញរថយន្តចូលចតនិងការជូនដំណឹងទៅសេវាសង្គ្រោះបន្ទាន់ហើយដោះសារទ្វារដោយស្វ័យប្រវត្តិនៅពេលដែលអ្នកបើកបរមិនមានសកម្មភាពណាមួយអំឡុងពេលបើកបរមុខងារ Standard Safety Assist បំពាក់មកជាមួយប្រព័ន្ធព្រមានការប៉ះទង្គិចផ្នែកខាងមុខប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិប្រព័ន្ធកំណត់ល្បឿនតាមរថយន្តបើកខាងមុខប្រព័ន្ធជំនួយរក្សាកន្លងផ្លូវប្រព័ន្ធផ្ដល់ដំណឹងនៅកញ្ចក់ចំហៀងនិងកាមេរ៉ា360ដឺក្រេជាមួយកម្រិតសមត្ថភាពបើកបរទាំងនៅក្នុងក្រុងនិងបើកបរលក្ខណៈកម្សាន្តខ្ញុំគិតថារថយន្ត Subaru Outback Wilderness ស៊េរីឆ្នាំ2026ជារថយន្តដែលបងប្អូនមិនគួរមើលរំលង